ไปผักได้ឆ្ងាញ់បានតាមហូបមុខនេះមកជាមួយនឹងបបរសក្តៅៗនិយាយពីថារសជាតិឆ្ងាញ់ខ្លាំងមែនទែនងាយស្រួលធ្វើហើយធ្វើម្ដងទុកបាន2-3ថ្ងៃអត់ខូចទេខត្រីរៀលជាមួយនឹងពេញប៉ោះទុំនិយាយពីថារសជាតិជូរអែមល្មមដាក់ម្រេចឲ្យច្រើនមកឆ្ងាញ់ខ្លាំងណាស់ខែនៅសបោត្រីរៀលអញ្ចឹងហើយខ្ញុំទៅផ្សារនៅឃើញចង់យកមកខជាមួយនឹងបបរសបងប្អូនដែរឃើញតែគេលក់ពេលដែលគេដួសមកឲ្យយើងមកសាច់ត្រីគេនៅឡើងមូលអត់មានបែកអីបន្តិចសោះតោះបងប្អូនមកមើលតិចៗដែលខ្ញុំខត្រីរៀលដែលធ្វើឲ្យសាច់ត្រីរឹងហើយមានរសជាតិឆ្ងាញ់ខ្ញុំមានត្រីរៀល1គីឡូអញ្ចឹងខ្ញុំយកមកដាក់ប្រឡាក់ជាមួយនឹងស្ករអំបិលប៊ីចេងម្សៅស៊ុបហើយនឹងម្រេចហើយបន្ថែមជាមួយនឹងទឹកត្រីតិចមកបន្ទាប់មកយើងច្របាច់ច្បល់ត្រីនឹងដើម្បីឲ្យវាចូលជាតិជាមួយនឹងគ្រឿងសិនខត្រីរៀលខុសពីខសាច់ជ្រូកហើយនឹងខត្រីផ្សេងបើសិនជាយើងខធម្មតាយើងឆឹងស្ករហើយដាក់សាច់ចូលហ្មងតែចំពោះត្រីរៀលនេះគឺយើងប្រឡាក់គ្រឿងប្រឡាក់ឲ្យចូលជាតិឆ្ងាញ់ហើយទើបយើងយកទៅរៀបក្នុងឆ្នាំងហើយបានយើងចាក់ទឹកខចូលបងប្អូនធ្វើវិធីហ្នឹងពេលដែលយើងខទៅសាច់ត្រីឡើងរឹងហើយយើងទុកហូបបានមួយថ្ងៃក៏បានដែរនៅពេលដែលខ្ញុំប្រឡាក់ត្រីខ្ញុំចូលជាតិហើយខ្ញុំរៀបពេញប៉ោះនៅក្នុងបាតឆ្នាំងហើយចំពោះបន្លែហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ដាក់ជាម្នាស់វិញក៏បានដែរនិយាយទៅវាជួយធ្វើឲ្យជាតិខរបស់យើងនឹងវារៀងជូរអែមឆ្ងាញ់ហើយពេញប៉ោះហ្នឹងយើងយកពេញប៉ោះខ្មែរហើយផ្លែវារៀងទុំតិចមកពេលដែលយើងខទៅវាមានជាតិជូរអែមឆ្ងាញ់ខ្លាំងជាងអាពេញប៉ោះខ្ចីនៅពេលដែលខ្ញុំរៀបពេញប៉ោះហើយខ្ញុំចាប់ផ្ដើមរៀបត្រីជាវងមូលតាមរៀងឆ្នាំងរបស់យើងចំពោះត្រីហ្នឹងគឺយើងរៀបវាអញ្ចឹងឲ្យស្អាតមកនៅពេលដែលយើងដួសទៅគឺវាអត់បែកសាច់ត្រីហើយធ្វើឲ្យត្រីរបស់យើងហ្នឹងវានៅល្អបើកាលណាយើងអត់រៀបទេយើងចាក់ទៅទាំងអស់ហ្មងពេលដែលយើងដួសមកគឺសាច់ត្រីយើងបែកវល់អស់ហើយចំពោះត្រីរៀលហ្នឹងគឺយើងរៀបអញ្ចឹងហើយពេលដែលយើងដាក់ខយើងមកងាស់វាមួយថ្ងៃពីរថ្ងៃទៅនិយាយទៅវាឡើងផុយឆ្អឹងឡើងឆ្ងាញ់មែនតែនហ្មងហើយចំពោះខត្រីនេះវិញត្រូវគ្នាជាមួយនឹងបបរសខ្លាំងមែនតែនបបរសក្តៅពេលព្រឹកអីនិយាយពីថាឆ្ងាញ់ខ្លាំងណាស់ខត្រីតែមួយឆ្នាំងនេះហូបបាន2-3ថ្ងៃបើសិនជាហាពេលព្រឹកវិញយើងហូបបានច្រើនថ្ងៃមែនតែនខ្ញុំរៀបត្រីហ្នឹងឲ្យវាពេញឆ្នាំងអញ្ចឹងមកបន្ទាប់មកបានខ្ញុំដាក់ពេញប៉ោះដែលនៅសល់ហ្នឹងពីខាងលើទៀតទៅពេញប៉ោះហ្នឹងគឺយើងដាក់ទី1ដើម្បីវាមានជាតិជូរអែមនៅក្នុងខហើយមួយទៀតវាធ្វើឲ្យត្រីរបស់យើងហ្នឹងវាឆាប់ផុយឆ្អឹងចំពោះរសជាតិខរបស់ខ្ញុំពេលដែលខ្ញុំខម្ដងខ្ញុំចូលចិត្តរៀងរសជាតិវាដិតហើយដាក់ម្រេចខ្លាំងតែកាលណាយើងដាក់ម្រេចរៀងច្រើនណាពេលដែលយើងខទៅយើងហូបមកឡើងជាតិហើយឆ្ងាញ់មែនតែនហ្មងនៅពេលដែលខ្ញុំរៀបត្រីរួចរាល់ហើយខ្ញុំទុកវាមួយដុំសិនបន្ទាប់មកខ្ញុំចាប់ផ្ដើមឆឹងស្ករធ្វើទឹកខខ្ញុំយកស្ករត្នោតខ្មែរយើងហ្នឹងយកមកដាក់ឆឹងអញ្ចឹងណាយើងកូរវាឡើងជើងក្រងទៅបន្ទាប់មកបានខ្ញុំដាក់ខ្ទឹមសចូលចំពោះខហ្នឹងពិបាកជាងគេកន្លែងឆឹងស្ករហ្នឹងហើយអ្នកខ្លះក៏អត់សូវចេះឆឹងស្ករធ្វើឲ្យស្ករយើងឡើងខ្លោចពេលដែលខទៅវាឆ្ងៀមអញ្ចឹងនៅពេលដែលខ្ញុំដាក់ស្ករចូលហ្នឹងគឺខ្ញុំបើកភ្លើងតិចហើយខ្ញុំកូរវារហូតបន្ទាប់មកពេលដែលវាឡើងជើងក្រងហើយខ្ញុំដាក់ខ្ទឹមសចូលហើយបានខ្ញុំបន្ថែមទឹកត្រីមកនិយាយទៅខយើងគឺឈ្ងុយជាងគេនៅកន្លែងដែលយើងដាក់ខ្ទឹមសជាមួយនឹងទឹកត្រីចូលជាមួយស្ករនឹងឯងបងប្អូនដែរធ្លាប់ពេលដែលផ្ទះគេខឈ្ងុយមកដល់ផ្ទះយើងអត់និយាយទៅគឺខ្ញុំឲ្យតែគេខម្ដងគឺក្លិនមកឡើងឈ្ងុយមកនៅពេលដែលដាក់ទឹកត្រីហើយខ្ញុំកូរវាបន្តទៀតដើម្បីវាឡើងឈ្ងុយតិចហើយទើបខ្ញុំដាក់ទឹកសចូលពេលដែលខ្ញុំដាក់ទឹកហ្នឹងគឺខ្ញុំដាក់រៀងច្រើនដែរដើម្បីយើងទុកម្ងាស់ទៀតព្រោះអីត្រីហ្នឹងគឺត្រូវម្ងាស់វារៀងយូរដែរទើបវាផុយឆ្អឹងហើយនៅពេលដែលខ្ញុំដាក់ទឹកចូលហើយខ្ញុំកូរវាកុំឲ្យខ្លោចបាតហើយបន្តមកខ្ញុំដាក់ស្ករអំបិលប៊ីចេងគ្រឿងដែលយើងត្រូវបន្ថែមឲ្យវាឆ្ងាញ់និយាយទៅគឺយើងដាក់មកល្មមរសជាតិហ្នឹងហើយបន្ថែមជាមួយនឹងម្សៅស៊ុបតិចទៀតមកបន្ទាប់មកខ្ញុំកូរវាឲ្យវាលាយហើយទុកវាឲ្យពុះនៅពេលដែលទឹកខរបស់យើងនឹងឡើងពុះតិចហើយក៏យើងបិទភ្លើងទៅបន្ទាប់មកខ្ញុំយកមកចាក់នៅលើត្រីដែលខ្ញុំរៀបមិញហ្នឹងចំពោះទឹកខហ្នឹងគឺខ្ញុំដាក់គ្រឿងវាមកល្មមឆ្ងាញ់ហ្មងហើយខ្ញុំដាក់ម្រេចចូលដែរដើម្បីវាមានជាតិកាន់តែឆ្ងាញ់ទៀតបន្ទាប់មកខ្ញុំចាប់ផ្ដើមយកទឹកខហ្នឹងយកមកស្រោចនៅលើត្រីរបស់ខ្ញុំទើបខ្ញុំយកទៅដាក់វាមកហើយនៅពេលដែលខ្ញុំស្រោចហ្នឹងគឺខ្ញុំស្រោចរៀងតិចល្មមទេកុំស្រោចខ្លាំងពេកដើម្បីឲ្យត្រីរបស់យើងហ្នឹងវាបែកនិយាយទៅខត្រីរៀលគឺខ្ញុំខបែបហ្នឹងឯងទើបត្រីរបស់ខ្ញុំវានៅសាច់មូលស្អាតហើយសាច់វាហិតទៅហឹងពេលដែលយើងហិតទៅម្ងាស់នៅពេលដែលខ្ញុំចាក់ទឹកខហើយខ្ញុំចាប់ផ្ដើមបិទកំហប់ហើយខ្ញុំម្ងាស់ហ្នឹងគឺភ្លើងតិចទេអត់បើកភ្លើងខ្លាំងពេកទេនិយាយទៅខហ្នឹងគឺខ្ញុំម្ងាស់យូរណាស់ខ្ញុំម្ងាស់ប្រហែលជាមួយថ្ងៃពេញហើយបន្ទាប់មកស្អែកឡើងគឺខ្ញុំម្ងាស់មកព្រឹកទៀតខ្ញុំបើកភ្លើងតិចល្មមអញ្ចឹងហើយទឹកខរបស់យើងដែលយើងធ្វើហ្នឹងគឺអត់ចោលទេដោយសារតែពេលដែលវារីងទឹកគឺខ្ញុំត្រូវចាក់ទឹកនឹងបន្ថែមទៀតដើម្បីយើងម្ងាស់វាបន្តទៀតខហ្នឹងខ្ញុំម្ងាស់វាប្រហែលជាចូលមួយថ្ងៃកន្លះទើបវាផុយឆ្អឹងហើយយើងហូបមួយបបរសគឺឆ្ងាញ់ខ្លាំងមែនតែន